យប់មួយនៅក្នុងសង្កាត់សាតាយាកាក្រុងតូក្យូមួយគ្រួសារដែលមានសមាជិក4នាក់ត្រូវបានសម្លាប់នៅក្នុងផ្ទះរបស់ខ្លួនអ្វីដែលធ្វើឲ្យរឿងនេះគួរឲ្យចាប់អារម្មណ៍បំផុតគឺឃាតករបានទុកតម្រុយជាច្រើននៅទីនោះប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃនេះគឺគ្មាននរណាម្នាក់អាចចាប់គេបានឡើយកុំឲ្យខាតពេលវេលាយូរទៅតាមដានសាច់រឿងរបស់គ្នានេះគឺជារឿងពិតរបស់ Miyazawa Family Murder ឬករណីសម្លាប់គ្រួសារ4នាក់នៅក្នុងសង្កាត់សេតាយាកានេះយប់ថ្ងៃទី30ខែធ្នូឆ្នាំ2000គត់ក្នុងតំបន់ស្ងប់ស្ងាត់មួយនៅក្នុងសង្កាត់សេតាយាកាទីក្រុងតូក្យូគ្រួសារ Miyazawa 4នាក់បានក្លាយជាជនរងគ្រោះនៃអំពើឃាតកម្មដ៏សាហាវមួយជនរងគ្រោះមានបុរសជាប្តីឈ្មោះថា Miko Miyazawa អាយុ44ឆ្នាំភរិយារបស់គាត់ Yasuko អាយុ41ឆ្នាំកូនស្រីរបស់ពួកគាត់ Nina អាយុ8ឆ្នាំនិងកូនប្រុសរបស់ពួកគាត់ Ri អាយុ6ឆ្នាំតាមរបាយការណ៍ប៉ូលីសតូក្យូបានឲ្យដឹងថាអំពើឃាតកម្មនេះបានកើតឡើងនៅចន្លោះម៉ោងប្រហែល11យប់ថ្ងៃទី30ខែធ្នូឈានចូលថ្ងៃទី31ខែធ្នូឆ្នាំ2000គត់អ្វីដែលធ្វើឲ្យរឿងនេះគួរឲ្យខ្លាចខ្លាំងមិនមែនតែដោយសារតែគ្រួសារទាំងមូលត្រូវបានសម្លាប់នោះទេប៉ុន្តែដោយសារកន្លែងកើតហេតុស្ថិតនៅក្នុងតំបន់ដែលស្ងាត់ខ្លាំងមិនធម្មតាផ្ទះនោះស្ថិតជាប់គម្រោងពង្រីកសួនសាធារណៈហើយនៅពេលកើតហេតុមានតែផ្ទះ4ខ្នងតែប៉ុណ្ណោះនៅជុំវិញតំបន់នោះមានន័យថាវាជាទីកន្លែងដ៏ស្ងប់ស្ងាត់ស្ទើរតែដាច់មនុស្សចេញពីជុំវិញនោះទៅហើយប៉ូលីសបានប្រកាសថានៅកន្លែងកើតហេតុឃាតករបានបន្សល់ទុកអាវយឺតមួកកាបូបត្រោមដៃស្បែកជើងកន្សែងដៃនិងកំបិតដែលគេជឿថាបានប្រើក្នុងករណីឃាតកម្មនេះមិនត្រឹមតែប៉ុណ្ណោះប៉ូលីសក៏បានបញ្ជាក់ថែមថាជនដៃដល់បានរងរបួសដៃរបស់ខ្លួនអំឡុងពេលធ្វើសកម្មភាពហើយឈាមដែលបានធ្លាក់ចុះមកនោះគេបានយកទៅពិនិត្យថាវាជាឈាមប្រភេទGroup Aពីស្បែកជើងនិងសម្ភារៈដែលបានបន្សល់ទុកប៉ូលីសបានប៉ាន់ស្មានថាជនសង្ស័យមានកម្ពស់ប្រហែល 1.70 សង់ទីម៉ែត្ររាងស្គមពាក់ស្បែកជើងទំហំ 27.5 សង់ទីម៉ែត្រហើយប្រើដៃស្ដាំសម្រាប់លើជនរងគ្រោះនេះហើយជាចំណុចដែលធ្វើឲ្យមនុស្សជាច្រើនសួរតែម្ដងថាបើមានភស្តុតាងច្រើននៅថ្នាក់នឹងហើយហេតុអ្វីបានជាចាប់គេមិនបានពេលអ្នកស្ដាប់ដល់ត្រង់នេះភាពគួរឲ្យខ្លាចពិតប្រាកដរបស់សំណុំរឿងនេះមិនមែននៅត្រង់ថាអ្នកសម្លាប់ជានរណាប៉ុណ្ណោះទេភាពគួរឲ្យខ្លាចគឺនៅត្រង់ថាមានមនុស្សម្នាក់អាចចូលទៅក្នុងផ្ទះមួយសម្លាប់គ្រួសារមួយទាំងមូលបន្សល់ទុកភស្តុតាងជាច្រើនហើយបន្ទាប់មកបាត់ខ្លួនចេញពីទីក្រុងធំមួយដូចជាទីក្រុងតូក្យូដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះរឿងនេះធ្វើឲ្យករណីសេតាយាកាមិនមែនគ្រាន់តែជាឃាតកម្មតែប៉ុណ្ណោះទេប៉ុន្តែវាជាសំណួរដក់ជាប់នៅក្នុងខួរក្បាលប្រជាជនជប៉ុនមកទល់នឹងសប្តាហ៍ថ្ងៃនេះមិនទាន់មានចម្លើយឡើយទេរហូតមកដល់សប្តាហ៍ថ្ងៃនេះប៉ូលីសនៅក្នុងទីក្រុងតូក្យូនៅតែបើកការស៊ើបអង្កេតនិងនៅតែស្នើសុំព័ត៌មានពីសាធារណជនតាមទំព័រផ្លូវការរបស់ Tokyo Metropolitan Police បានអាប់ដេតនៅក្នុងខែមករាឆ្នាំ2021នេះថារង្វាន់សម្រាប់សាធារណជនដែលផ្ដល់ព័ត៌មានដែលនាំទៅរកការចាប់ខ្លួនឬដោះស្រាយសំណុំរឿងនេះអាចមានសរុបដល់20លានយេនស្មើនឹង$125,400ដោយហេតុថាករណីនេះគឺបានអូសបន្លាយជាង25ឆ្នាំទៅហើយនៅតែមិនទាន់បំបែកបានទើប Tokyo Metropolitan Police បានចេញជារង្វាន់លើកទឹកចិត្តដល់សាធារណជន